តែហត់តែយើងមានលុយ100ជាកម្មសិទ្ធិរបស់យើងប្រសិនបើយើងរំលែក10រៀលឲ្យទៅអ្នកដទៃយើងសល់90ប៉ុន្តែស្រាប់តែយើងចង់បានរបស់គេយើងទៅលួច10ពីគេមកវិញសួរថាតើដើម្បីកុំឲ្យចម្ពាក់ចម្ពិនបើឲ្យហើយយើងលួចរបស់គេមកបង្គ្រប់របស់ពួកយើងវិញដដែលសួរថាតើការឲ្យរបស់យើងនឹងបានប្រយោជន៍ទេមិនបានប្រយោជន៍ទេសុខចិត្តកុំឲ្យដើម្បីកុំឲ្យមានឈ្មោះលួចរបស់គេយើងរក្សាទុក100នឹងត្មងទៅជារបស់យើងប៉ុន្តែបើមនុស្សចេះនៅក្នុងការឲ្យទានវិញណាយើងមានចិត្តល្អឲ្យគេ10រៀលមានគេប្រចេះឲ្យយើងទៅលួចគេ10រៀលមកវិញយើងនិយាយទៅកាន់គេវិញថារឿងអីខ្ញុំត្រូវទៅលួចគេ10រៀលមកបំពេញវិញសូម្បីតែលុយខ្ញុំមានស្រាប់ខ្ញុំឲ្យទៅគេទៅហើយរឿងអីខ្ញុំត្រូវទៅលះលហាមទៅលួចរបស់គេមកវិញនេះគឺជាអ្នកចេះធ្វើទានពីព្រោះទិសដៅនៃការធ្វើទានគឺជាការលះបង់នៅការជាប់ជំពាក់ហ្នឹងហើយអញ្ចឹងមិនមែនឲ្យតែឈ្មោះនៃការឲ្យលុយច្រើនអំណោយដែលឲ្យទៅសិតតែជាមេរៀនទានដែលមនុស្សនោះចេះធ្វើទេពីព្រោះការឲ្យទានគឺជាការលះនៅសេចក្តីជាប់ជំពាក់អាលួចទេហ្នឹងគឺជាការជាប់ជំពាក់នឹងទ្រព្យរបស់គេចុះបើទ្រព្យខ្លួនឯងដែលមានស្រាប់យើងហ៊ានលះទៅឲ្យរឿងអីចាំបាច់ទៅលួចរបស់គេណាយល់ទេយើងយកមកបញ្យល់អញ្ចឹងហ្នឹងហើយអញ្ចឹងការដែលចេះឲ្យទានពាក្យថាចេះឲ្យទានដែលពុទ្ធបង្រៀនចេះហ្នឹងគឺចេះលះការជាប់ជំពាក់របស់ដែលមាននៅក្នុងដៃស្រាប់យើងហ៊ានបលេះឲ្យគេទៅហើយរឿងអីរបស់នៅក្នុងដៃគេសោះយើងទៅគៀបពីគេមកវិញវាអត់ធ្វើទៅរួចធ្វើទៅមិនរួចទេនេះប្រសិនបើជាអ្នកនោះចេះឲ្យទានដោយពិតប្រាគាត់អញ្ចឹងការឲ្យនឹងទំនងជាឲ្យដើម្បីមុខមាត់ឬក៏ដើម្បីស្អីទៀតអញ្ចឹងហើយបានត្រូវទៅរកស្អីបំពេញមកវិញដោយអំពើទុច្ចរិតនឹងវាមានច្រើននៃអញ្ចឹងហើយបានជាទាននឹងវាមានទានមានផលច្រើនមានទានមិនសូវមានផលអីចឹងនឹងអញ្ចឹងហ៎ក្រៅពីការឲ្យទានរៀនលះអញ្ចឹងទៅដើម្បីអីដើម្បីចម្រើនចិត្តនឹងឲ្យវាស្រឡះចិត្តនឹងឲ្យវាស្រាលរបស់ដែលវាហោះរួចតលតែរបស់ស្រាលញាតិញោមវាមិនមែនចិត្តតែមនុស្សចិត្តទៅកាត់ឋានសួគ៌ដោយអត់ហេតុទេពីព្រោះនៅពេលដែលមុននឹងលាចាកលោកនេះមនុស្សមិនមែនអត់ចិត្តទេចិត្តនៅតែមានរហូតទៅដល់ពេលស្លាប់អញ្ចឹងបើចិត្តជាប់ជំពាក់មានន័យថាចិត្តនឹងធ្ងន់ចិត្តនឹងស្អិតយើងមើលថាដើរទៅជាប់ជួរស្អិតដកមិនរួចទេណាតែបើវាលះដាច់របស់នឹងស្រាលណាមិនធ្ងន់របស់នឹងស្រាលអញ្ចឹងរបស់ស្រាលអាចហើរទៅលើបានយ៉ាងណាមិញទម្ងន់ចិត្តរបស់យើងដូចគ្នាអញ្ចឹងដែលធ្ងន់គ្មានអីជាងបាបទេក្នុងโลกនេះប្រពុតពិចារណារកមិនឃើញតែស្អីដែលធ្ងន់ជាងបាបហើយក្នុងโลกនេះក៏គ្មានស្អីដែលស្រាលជាងបុណ្យដែរធម្មជាតិដែលអាចยึดโยងសត្វលោកទៅខ្ពស់ឡើងគឺដោយសារបុណ្យធម្មជាតិដែលបន្លិចសត្វលោកឲ្យកាន់តែជ្រៅទៅគឺបាបអញ្ចឹងសត្វដែលអាចស្លាប់ទៅហើយបដិសន្ធិក្នុងឋានខ្ពស់បានមកពីចិត្តនឹងស្រាលវាមិនមានការជាប់ជំពាក់ឃើញទេដូចជាលោកអនាថបណ្ឌិកសិទ្ធិលោកអនាថបណ្ឌិកសិទ្ធិនៅពេលដែលគាត់ជិតស្លាប់ព្រះអានន្ទនិងព្រះសិរីបុត្រទៅសួរសាកសួរសុខទុក្ខទៅសួរអំពីទុក្ខវេទនាដែលកើតឡើងអញ្ចឹងទៅលោកសួរថាតើក្នុងខ្លួននឹងមានការធូរថយទេគាត់ថាឈឺខ្លាំងឡើងចាក់ដោតសក់កន្លែងទាំងអស់អញ្ចឹងអរិយបុគ្គលក៏លោកឈឺដូចតែយើងអញ្ចឹងវាអត់មានថាអូអរិយបុគ្គលអត់ឈឺអត់ទេឲ្យតែនៅមានជីវិតឈឺធម្មតាអញ្ចឹងប៉ុន្តែព្រះសិរីបុត្រលោកពន្យល់អំពីការមិនប្រកាន់រូបមិនប្រកាន់វេទនាសញ្ញាសង្ខារវិញ្ញាណអញ្ចឹងទៅតាមនៃអភិធម្មថាជាខ្លួនថាជាតួខ្លួនអញ្ចឹងទៅគាត់យំស្ដាយទៅយំទៅព្រះអនន្តសួរថាម៉េចបានលោកសេដ្ឋីយំលោកស្ដាយអីឬស្ដាយទ្រព្យសម្បត្តិឬតែអត់មានស្ដាយអីទេទ្រព្យសម្បត្តិទៅស្ដាយអីប៉ុណ្ណឹងខ្ញុំកណ្ណាធ្លាប់អស់ច្រើនជាងហ្នឹងនេះនៅចិត្តធ្វើទៀនចិត្តដូចគាត់អញ្ចឹងណាពីព្រោះគាត់ធ្លាប់ធ្វើទៀននឹងវាច្រើនជាងអាទ្រព្យសម្បត្តិដែលនៅអញ្ចឹងអាទ្រព្យសម្បត្តិនៅគាត់អត់មានជាប់ជាពាក់អីទេពីព្រោះអារបស់មានស្រាប់ហ្នឹងគាត់លះអស់បាត់ហើយណាអាមានពីមុនមកគាត់លះអស់ច្រើនជាងអានៅនឹងទៅទៀតរឿងអីទៅជាប់ជាមួយអានៅប៉ុណ្ណឹងបាទពីមុនគាត់អស់ច្រើនជាងហ្នឹងគាត់មិនស្ដាយផងឃើញទេវាធ្វើឲ្យចិត្តស្រឡះនឹងមេរៀនទៀននឹងវាចូលទៅដល់ចំណុចតំណឹងញាតិញោមហ្នឹងហើយចិត្តស្រឡះអត់ខ្វល់ជាមួយទ្រព្យសម្បត្តិដែលនៅនឹងទេដឹងថាដំណើរជីវិតរបស់ខ្លួនត្រូវតែទៅហើយអញ្ចឹងលោកស្ដាយកូនប្រពន្ធស្ដាយអីណានៃដឹងថាទេអាហ្នឹងក៏អត់ស្ដាយហើយជឿស្ដាយជីវិតនឹងដែលត្រូវស្លាប់នឹងឬថាហ្នឹងក៏អត់ស្ដាយដែរជឿស្ដាយអីតែស្ដាយវាមិនបានស្ដាប់ធัวហ្នឹងធัวពិចារណាអញ្ចឹងធัวពិចារណាពីខណ្ឌពីអីអញ្ចឹងអត់ដែលបានស្ដាប់សោះពីព្រោះដំបូងឡើយព្រះអង្គទ្រង់ជ្រាបថាក្រហោះហ្នឹងបញ្ហាច្រើនណាស់មិនអាចនិយាយរឿងធัวជ្រៅអីបានទេអត់មានពេលរៀនពេលសូត្រអីអញ្ចឹងព្រះអង្គប្រាប់តែពួកភិក្ខុប៉ុន្តែអ្វីៗមិនមែនព្រះអង្គមិនជ្រាបទេព្រះអង្គជ្រាបទល់តែមានអ្នកសនំពោទៅចាំព្រះអង្គបរៀនអញ្ចឹងទៅគាត់ក៏ប្រសនំពោឲ្យព្រះអង្គពង្រៀនដល់ពួកពុទ្ធបរិស័ទផងពីធម៌អភិធម្មអីហ្នឹង
នឹងដល់ពេលគាត់ស្លាប់ទៅយប់ហ្នឹងស្លាប់ទៅបដិសន្ធិនៅក្នុងឋានទី4តុសិតភពប្រមាណមើលសម្បត្តិរបស់ខ្លួនឯងអញ្ចឹងបានថាចង់បញ្យល់ថាហេតុអីបានជាមនុស្សហ្នឹងស្លាប់ទៅអាចបដិសន្ធិឋានខ្ពស់ម្ល៉េះដូចមកបញ្យល់មិញអញ្ចឹងថារបស់ដែលអាចអណ្ដែតទៅលើបានគឺទាស់តែកុំធ្ងន់ណារបស់ហ្នឹងទាស់តែរបស់ស្រាលរបស់ស្រាលហើយវាអត់ស្អិតណាវាមិនស្អិតហើយស្រាលកម្លាំងកុសលហ្នឹងអាចរុញបានហ្នឹងតែបើធ្ងន់អត់បានរុញមិនរួចទេហ្នឹងចឹងកម្លាំងកុសលហ្នឹងដូចដង្ហែលយន្តហោះចឹងណាឬកម្លាំងកុសលហ្នឹងដូចជាភ្លើងដែលវារុញខ្យល់កោមចឹងណាអញ្ចឹងដល់តែរបស់ហ្នឹងកុំធ្ងន់ណាកម្លាំងភ្លើងដែលវារុញខ្យល់ឡើងហ្នឹងវាខ្លាំងបានហើយវិញយើងបតោកដុំថ្មមួយទៀតណាហោះរួចទេអត់ទេហ្នឹងតំណែងផែនដីវាទាញមកវិញបាត់ហ្នឹងចឹងដូច្នេះចិត្តរបស់អនាថបណ្ឌិតហ្នឹងអត់វាអត់ធ្ងន់ពេលហ្នឹងហើយអត់ស្អិតអត់ធ្ងន់មានន័យថាខណៈហ្នឹងអត់មានបាបដតីដល់តែថាมันស្អិតអត់មានលោភៈជាប់ជំពាក់នឹងជីវិតឬថាជាប់ជំពាក់នឹងទ្រព្យសម្បត្តិទេអញ្ចឹងស្រឡះព្រឹកបដិសន្ធិក្នុងតុសិតភពប្រមាលមើលសម្បត្តិខ្លួនឯងសពគ្រប់ចឹងទៅបានដឹងថាប៉ុនហ្នឹងបានដោយសារអីដឹងភ្លាមដឹងថារឿងហ្នឹងមកពីរឿងអាត្មាអញបានបរិច្ចាគទ្រព្យសម្បត្តិនឹងធ្វើជាប្រយោជន៍ដល់អ្នកល្អមនុស្សល្អឫស្សីល្អអីសីល្អបើហៅវិខសង្ឃហៅថាអីសីហ្នឹងគឺជាឈ្មោះនៃអ្នកដុតកម្ដៅគេលេះហ្នឹងហើយក៏អនុមោទនាខ្លួនឯងសារជាថ្មីម្ដងទៀតអញ្ចឹងទ្រព្យសម្បត្តិដែលអញនៅជាមនុស្សនោះបានលះបង់ទៅគឺពិតជាលះបង់ដោយត្រឹមត្រូវពីព្រោះបើអញមិនលះបង់នៅពេលដែលស្លាប់ក៏គង់តែអស់ដូចគ្នាឃើញទេតែស្លាប់ទៅចប់ហើយទ្រព្យសម្បត្តិហ្នឹងមានអីណាទៀតប៉ុន្តែដល់តែបានលះហើយបានយើងលាចាកពីលោកនេះដូចគ្នានឹងយើងជញ្ជូនទ្រព្យចេញពីផ្ទះលក់ទៅជាលុយទៅតាមខ្លួនអញ្ចឹងហើយបើថាស្អីវានៅក្នុងផ្ទះទាំងអស់ដល់ពេលអស់សិទ្ធពីផ្ទះហ្នឹងគេដេញចេញពីផ្ទះឬក៏ផ្ទះត្រូវភ្លើងឆេះអស់អាហ្នឹងចប់ជាមួយគ្នាអញ្ចឹងដែរនឹងអញ្ចឹងហើយដល់ពេលត្រឡប់មកវិញគាត់ចុះមកវិញហ្នឹងអត់បានទៅមើលឃ្លាំងគាត់អត់បានទៅមើលទ្រព្យសម្បត្តិដែលនៅសល់វាអត់មានអាល័យអីបន្តិចទៀតណាវាអត់មានអាល័យអីកន្លែងហ្នឹងគាត់មកវត្តឯនេះមកឃើញកន្លែងគាត់ដាំពូជឯនេះគាត់ដាំពូជបនគាត់នៅវត្តហ្នឹងឯងហ្នឹងពន្លឺភ្លឺស្វាងចូលមកព្រះសម្មាសម្ពុទ្ធភ្លឺពេញវត្តចេតពុនហ្នឹងឯងនេះស្មាគ្រាន់តែបញ្ជាក់ថារឿងទៀនហ្នឹងមិនមែនជាពាក្យសាមញ្ញធម្មតាឡើយគឺជាប្រធាននៃបារមីជាប្រធាននៃបារមីជាបារមីទី1ហើយក៏ជាការផ្ដើមដំបូងក៏ជាបារមីដែលមានអំណាចជាងគេនឹងចឹងហើយមិនមែនគ្រាន់តែឃើញទ្រង់ទ្រាយតែមនុស្សចេះឲ្យលុយតអ្នកដតីចេះប៉ុណ្្នឹងឈ្មោះថាចេះឲ្យទៀនទេណាចេះប៉ុន្តែយើងហៅថាចេះក៏ប៉ុន្តែទៀនខ្លះវាខ្វះបញ្ញាទៀនខ្លះហៅថាជាទៀនប្រព្រឹត្តទៅនៅក្នុងវត្តដាក់ឬក៏ទៀនខ្លះនៅក្នុងហេតុទៀនចឹងហើយបានជាក្នុងក្រន់តែការធ្វើទៀនហ្នឹងត្រូវរៀនឲ្យដឹងគោលដៅថាតើចំណុចត្រឹមតែការធ្វើទៀនហ្នឹងហេតុអីបានជាទៀនហ្នឹងអាចញ៉ាំបុគ្គលម្នាក់ឲ្យត្រាស់ដឹងបានឃើញទេអញ្ចឹងទៀនហ្នឹងវាមានទេសទៀនវាមានសហាយទៀនវាមានសាមីទៀនវាមានច្រើនអញ្ចឹងនឹងអញ្ចឹងយើងរៀនលះពីព្រោះតែពេលយើងស្លាប់ទៅពេលលាចាកលោកនេះទៅមិនមែនត្រឹមតែទ្រព្យសម្បត្តិមិនមែនត្រឹមតែញាតិមិនមែនត្រឹមតែរបស់របរខាងក្រៅសូម្បីតែដៃជើងសូម្បីតែជីវិតក៏ត្រូវតែអស់អញ្ចឹងបើយើងមិនដែលហ៊ានលះបង់អីសោះនៅពេលដែលដឹងសេចក្តីស្លាប់មកដល់សួរថាតក់ស្លុតយ៉ាងម៉េចតើវាជាប់ជាពាក់យ៉ាងម៉េចឃើញទេអញ្ចឹងបានជាអ្នកមិនដែលចេះឲ្យទៀនសោះនោះដូចជាអនន្តសេដ្ឋីឃើញទេឬក៏ដូចជាតោតយព្រាមហ្នឹងគាត់សិទ្ធិជាព្រាមមានទ្រព្យច្រើនណាគាត់បង្រៀនកូនគាត់ថាកុំត្រូវឲ្យស្អីទាំងអស់ពីព្រោះសូម្បីតែឆ្នាំបតក់ភ្នែកគេឲ្យម្ដងគង់តែអស់យ៉ាងណាកុំឲ្យអសោះត្រូវពូនទ្រព្យសម្បត្តិនឹងឲ្យច្រើនដូចជាដំបូកដូចជាកឌីអញ្ចឹងគាត់ព្រៀនអញ្ចឹងដូចជាខ្មុំអញ្ចឹងហើយជីវិតគាត់មានរស់យូរមែនអាយុ50 60 70ណាស្លាប់ហើយទ្រព្យសម្បត្តិហ្នឹងមានតែណាទៅកូនហើយដោយអំណាចអាចិតស្អិតនឹងទ្រព្យហ្នឹងវាអត់ទៅណាមកកាត់ជាឆ្កែនៅក្នុងផ្ទះហ្នឹងឯងអានេះយើងមើលព្រាហ្មណ៍មហាសាលដែលធ្លាប់មានកិត្តិយសងាប់ព្រឹបមកកាត់ជាឆ្កែអញ្ចឹងដោយអំណាចអីដោយអំណាចចិត្តវាជាប់ជំពាក់ព្រោះអីបានជាជាប់ជំពាក់មកមិនដែលរៀនប្រត់មិនដែលរៀនបែកមិនដែលរៀនលះឃើញទេអញ្ចឹងមេរៀនទៀនជាមេរៀនល្អណាស់ញាតិញោម
ធ្វើឲ្យមនុស្សចេះចែករំលែកសេចក្តីសុខដល់អ្នកដទៃជាពិសេសឲ្យខ្លួនឯងនឹងមានចិត្តស្រាលស្រាលទាំងក្នុងការរស់នៅស្រាលទាំងពេលលាចាកលោកនេះមិនយូរប៉ុន្មានឡើយយើងនឹងលះទាំងអស់គ្នាទាំងអាត្មាទាំងញាតិញោមដូច្នេះជាមួយនឹងជីវិតនឹងវានៅក្នុងការកាត់ចាស់ឈឺស្លាប់នឹងហើយបានជាប្រពុតនឹងខំបង្រៀនណាបរៀនអំពីវិធីដែលយើងត្រូវតទល់ជាមួយនឹងចាស់ឈឺស្លាប់នឹងប្រពុតអត់មានចង់មកធ្វើបាបយើងអីបន្តិចបន្តួចទេប្រពុតអត់មានមាត់ច្រើនអីចាំមើលបរិភោគរបស់យើងទេប៉ុន្តែព្រះអង្គឃើញវិធីដ៏ល្អសម្រាប់យើងដើម្បីឲ្យចិត្តយើងស្រឡះនៅពេលដែលយើងលាចាកលោកនេះសេចក្តីទុក្ខវាមិនតាមទៅទៀតនៅក្នុងជាតិខាងមុខពីព្រោះជីវិតគ្រាន់តែជាកន្លែងសម្រាប់មួយពេលតែប៉ុណ្ណោះដំណើរក្នុងសង្សារវដ្តត្រូវតែមានជាបន្តទៅទៀតយើងត្រូវដឹងថាបញ្ហាដែលយើងដោះមិនចប់នៅក្នុងជាតិនេះមិនមែនទឹកតែកើតមានឥឡូវហ្នឹងទេវាមិនចប់តាំងពីជាតិមុនមកម្ល៉េះហើយបើឥឡូវហ្នឹងយើងមិនរៀនដោះស្រាយយើងមិនរៀនលះពីឥឡូវហ្នឹងទេត្រូវដឹងថាអ្វីដែលជាសកម្មភាពបច្ចុប្បន្នវានឹងផលិតបញ្ហាស្មុគស្មាញនៅក្នុងភពខាងមុខទៀតដោយពិតប្រាកដយល់អីចោះយល់អីចោះថងលោកឆានហ្នឹងតាមពិតរឿងឆានហ្នឹងព្រះអង្គសម្ដែងថាម៉េចបើឆានអត់ពិចារណាយ៉ាប់ទៀតណាលោកហ្នឹងហើយដូចយើងថ្វាយអង្គមព្រះហើយព្រះមានឆានណាឥឡូវអញ្ចឹងអត់បន់ស្រេចទេចុះតិចថាព្រះដែរឆានចុះដែរដឹងថាព្រះឆានដែរព្រះដែរឆានទេហើយធ្វើពហិប្រកេនព្រះអង្គដែរបុគ្គលទទួលផ្ដាល់ដៃទេអត់ទេស្ដាប់ដល់សូវយល់ទេអត់ឆ្លើយចុះហ្នឹងហើយប៉ុនព្រះអង្គនៅក្នុងនោះឯងធ្វើបលាំងថ្វាយព្រះអង្គមិនបលាំងថ្វាយលោកណាជាបលាំងធ្វើថ្វាយណាគេបលាំងហ៎ហើយព្រះមកទទួលផ្ដាល់ដៃទីអង្កលអញ្ចឹងលេខបានបនសោះហើយចុះញាតិញោមមួយឆ្លើយងអស់គ្នាមួយញាតិញោមលឺបន្តិចអាត្មាចង់ពយល់ណាតែនិយាយយូរពេកអង្គុយដេកអាត្មាលើកថាតើបនច្រើនមិនជឿថាប្រគេនផ្ដាល់ដៃបនច្រើនរហូតដល់ញាតិញោមខ្លះអញ្ចឹងខ្ញុំមិនហ៊ានផ្ញើទេខ្លាចអត់បានបនអញ្ចឹងអត់ធ្វើតែហ្មងយ៉ាប់បដ ாய் អត់យល់សួរតែផ្ដាល់ដៃហ្នឹងបនហ្នឹងវានៅដៃហ្នឹងឯងមិនថាមិនមែនទេអាផ្ដាល់ដៃហ្នឹងវាសំដែងពីយាការយកចិត្តទុកដាក់បើផ្ដាល់ដៃមែនក៏ប៉ុន្តែបើមិនយកចិត្តទុកដាក់វាមានបនមកពីណាហ្នឹងអញ្ចឹងអាត្មាឧទាហរណ៍អញ្ចេះណាឧទាហរណ៍មានប្រសងមកបិណ្ឌបាតមកផ្ទះញាតិញោមកំពុងតែមើលបដាល់ក៏ផារ៉ាអូនអើយយកអីដាក់បាតលោកវិញឯងជាប់បន្តិចអញ្ចឹងហ្នឹងមួយបនមានដែរមិនថាអត់បនទេគាត់គិតប៉ុណ្ណឹងក៏បនដែរណាព្រោះចិត្តហ្នឹងវាជ្រះថ្លាដាក់បាតប្រសងហើយមួយទៀតនៅលើផ្ទះដូចគ្នាប៉ុនគាត់ឈឺចុះវាមិនបានក្នុងចិត្តគាត់ណាបើគាត់ចុះបានគាត់ចុះខ្លួនឯងហើយតែដល់តែចុះមិនរួចក៏ប្រាប់កូនអើយយកអីដាក់បាតលោកណាកូនម៉ែទៅមិនរួចទេសួរថាបនពីរអ្នកហ្នឹងណាខ្លាំងជាងហ្នឹងហើយអានេះមូលហេតុមកពីគាត់ទៅអត់រួចតែចិត្តហ្នឹងទៅអត់ទៅស្អីក៏នៅតែសម្រេចពីចិត្តដល់ដែលហើយបើទៅខ្លួនឯងមែនឧទាហរណ៍ជាប់បដាល់រត់ព្រឹកទៅដាក់បាត់លោកលឿនសូត្រធោះលឿនណាស់ជាប់ភាកនោះណាតល់ដៃមែនប៉ុន្តែសួរថាបនច្រើនអត់មិនច្រើនទេហ្នឹងវានៅឯណែយល់អត់ថាស្អីក៏ដោយវាសម្រេចតែនៅផ្លូវចិត្តហ្នឹងផ្លូវចិត្តរួចតែចិត្តឲ្យឃើញទៅដោយព្រះអង្គទូលមានវិខមព្រះអង្គអ្នកឯងគ្រប់គ្រងតែចិត្តមួយឲ្យបានទៅអ្នកនឹងឈ្នះអ្វីគ្រប់យ៉ាងឃើញទេយល់ទេហ្នឹងអញ្ចឹងមិនថាវានៅឆោតច្រើនរឿងណាញាតិញោមពុទ្ធបរិស័ទហ្នឹងកុំថាឥឡូវយើងពិនិត្យមើលអ្នកជឿឆោតអ្នកណាគឺពុទ្ធបរិស័ទហ្នឹងឯងហើយថ្ងៃមុនអាត្មានិយាយចូលវិសុបាត់បងទៅគឺពឹងឲ្យអាត្មាថាធ្វើម៉េចកុំឲ្យគេអួតរឿងស្អីពពោរិស័ទធ្វើម៉េចទៅណអាត្មាថាគ្មានធ្វើម៉េចទេបើញាតិញោមមិនព្រមសិក្សាឲ្យយល់កម្មផលច្បាស់លាស់ជួយមិនបានទេយើងទៅហាមគេមិនបានទេសម័យនេះគេហៅថាសេរីភាពជំនឿអញ្ចឹងណាសេរីភាពជំនឿគេធ្វើអីក៏បានដែរកុំឲ្យប៉ះពាល់រដ្ឋយើងទៅហាមគេមិនហាមបានទេសម័យព្រះក៏ព្រះអង្គហាមគេមិនបានតែព្រះអង្គពន្យល់ហ្នឹងហើយអញ្ចឹងបានសុំផ្ដាំទៅវិញផងអ្នកណាខឹងអាត្មានិយាយត្រង់ហ្នឹងហើយអាត្មាបញ្យល់តែអ្នកណាយល់ទេបើមិនយល់ទៅទៀតទៅគេបោកមិនតាន់អស់ចិត្តទៅទៀតទៅយល់ទេនៅនេះដែរល្បីលោកតាល្ងងដែរ3អាត្មាថាមិនមែនលោកតាល្ងងទេយាយល្ងងពីព្រោះលោកតាមិនដែលយកលុយឲ្យយាយទេយាយយកលុយឲ្យលោកតាល្ងងអាត្មាថាមិនដឹងជួយមិនទេញោមអាត្មាមិនស្ដាយទេណាលុយនឹងស្ដាយញាតិញោមតន់ធัวអត់ជឿធัวព្រះអង្គនិយាយពីរិទ្ធអំណាចសួរថាព្រះពុទ្ធឯណាដែលយករិទ្ធទៅប្រោសគេឲ្យរួចទុកមួយនោះអត់ដែលទេ
អត់ដែលតទៅសោះញាតិញោមសិក្សាគម្ពីរបត្រៃបិដកមិនដែលពុទ្ធអង្គុយជប់គេឲ្យទៅជាព្រះរហន្តអត់ដែរទេទោះបីជាក្នុងករណីខ្លះព្រះអង្គប្រារឹតក៏ប្រឹងតែបំបាក់មានះតែប៉ុណ្ណោះទេឧទាហរណ៍ដូចជាពពួកញាតិមិនព្រមស្ដាប់រឹងពេកព្រះអង្គសម្ដែងរិទ្ធឲ្យគោរពព្រះអង្គតែប៉ុណ្្នឹងឯងរួចទៅព្រះអង្គសម្ដែងធម៌ឃើញទេរឿងផ្ចាញ់ឧរវេលកាសបៈអ្នកនឹងមានមានះពេកព្រះអង្គប្រារឹត3500ម៉ាថាទៅដល់ទៅជឿព្រះអង្គចោលរិទ្ធនឹងទៅអង្គុយនិយាយគ្នាសម្ដែងធម៌ម្ដងគ្រាន់តែឲ្យដឹងថាព្រះអង្គបានត្រាស់តែប៉ុណ្ណោះទេតែរឿងប្រុសគឺត្រូវតែប្រើតិចឲ្យនឹងមាត់ព្រះអង្គអត់មានស្អីសូត្របញ្ចូលកើតទេនឹងព្រះសម្មាសម្ពុទ្ធមួយជីវិតមើលកិច្ចវត្តរបស់ព្រះអង្គពេលព្រឹកបានបាត់ពេលវស៊ីលម្លែងធัวពេលប្រលប់ឲ្យអវត្តភិក្ខុសង្ឃពេលប្រលប់យប់ជ្រៅអត្រាតដោះទៅស្រាយប្រាថ្នាទេវតាចិត្តភ្លឺប្រមាលមើលឧបនិស្ស័យដែលត្រូវទៅប្រោសសួរថាមានពេលណាព្រះអង្គទៅជួបនរណាម្នាក់អត់មានទេមែនល្មមច្បាស់ហើយឥឡូវឧទាហរណ៍ចេះពងទេសនាអញ្ចឹងសាប់ប្រអិនមកនេះបោះដៃទៅយើងជាប្រអិនណាចេញមកមើលឥឡូវទៅមើលប្រអិននេះនៅស្ដាប់មិនជឿទេអញមិនដែលឃើញផងអញទៅមើលប្រអិនសិនហើយប្រអិនមែនទេណាឧទាហរណ៍ប្រអិនមែនទេចឹងដូចផ្សត់ភ្លើងឃីវចេញមកចឹងមកទៅមើលឥឡូវណែបើអ្នកមានទីពឹងពិតប្រកបណាស់ដូចជាសុភពុទ្ធកថៈញាតិញោមពេលដែលគាត់បានសម្រេចសោតាហើយគាត់កើតឃ្លុងក៏ដើរសុំទានគេហើយកើតឃ្លុងដើរប៉ាំងពីកប្រអិនមកសាកលបងថាតើគាត់នឹងអាចងាកពីបរតនត្រ័យទៅដែរឬទេបានពេលដែលគាត់ដើរទៅវត្តហ្នឹងប្រអិនមកឈរនៅកណ្ដាលមេឃគាត់ថាបរោះទូរគាត់ហើយបានគាត់ថាកោអេសោណាអហង្សកោមហិយើងជាសកទេវរាជមកធ្វើអីគាត់មានភ្ញាក់ផ្អើលអីប៉ុណ្ណឹងហើយយើងមកឃើញប្រអិនអញ្ចឹងដឹងលុតក្រាបអូយថ្វាយជែកថ្វាយអំពៅមិនទៅនឹងមនុស្សមានទីពឹងពិតប្រកបថាបនរបស់ប្រអិនគឺរបស់ប្រអិនមិនមែនរបស់យើងទេដូចយើងឃើញគេជិះឡង់គ្រីសើមានប្រអើលអីរបស់គេទៅលុយរបស់គេគេទិញជិះរបស់គេហើយយើងគ្រាន់តែឃើញឡង់គ្រីសើមកថ្វាយអង្គមអញ្ចឹងអាហ្នឹងនិយាយពីមនុស្សដូចគ្នាឃើញដើរអ្នកមានវេលា4 10មានរបស់គេទៅយើងនៅជិះស៊ីក្លូធម្មតាអញ្ចឹងទៅជិះម៉ូតូធម្មតាអញ្ចឹងទៅហើយយើងជិះម៉ូតូឃើញគេជិះឡង់គ្រីសើទៅថ្វាយអង្គមគេមកជិះដែរនៅតែពឹងម៉ូតូយើងដែរមិនអញ្ចឹងមែនអត់ហ្នឹងមានប្រពន្ធមានអីចឹងឃើញប្រពន្ធគេស្អាតជាងស្អាតតែប្រពន្ធគេទៅតែហ៊ានប្រទេសប្រដារឿងឥឡូវហ្នឹងមែនស្ដាប់យល់ដែរហ្នឹងរឿងអ្នកមានបន់ដូចគ្នាកន្លែងទេវតានុសតិលោកបញ្យល់ថាម៉េចដូចបណ្ឌិតដែលហៅថាទេវតានុសតិរលឹកទេវតានាំឲ្យបានបន់រលឹកអញ្ចេះទេវតាហ្នឹងគេបានធ្វើបន់អីណោះគេមានសម្បត្តិទឹកគេមានអាហារទឹកគេមានអីហើយពិចារណាទៅដល់បន់ដែលនាំឲ្យបានទេវតាហ្នឹងគេមកពីគេមានទានគេមានសិលគេមានភាវនាពីជាតិមុនហើយដល់ពិចារណាទៅទានសិលភាវនាអញក៏បានធ្វើដែរដូច្នេះចំណែកដែលទេវតាមានអញក៏មានដែររឿងអីសម្បត្តិទេវតាអញមិនបានក៏កើតសេចក្តីសប្បាយចិត្តឡើងនឹងឯងគឺជាទេវតានុសតិមិនរលឹកទេវតាឲ្យទេវតាជួយទេអានេះឧទាហរណ៍ចេះញាតិញោមឧទាហរណ៍ថាគេមានឡានជិះយើងអត់តាន់មានឡានជិះក៏គិតថាតើគេបានឡានមកពីណាត្រូវមកពីមានលុយឡាននឹងថ្លៃប៉ុន្មានថា$50,000ស្រាប់តែមកឆែកឆេរមើលក្នុងកាបូបយើងមានដល់$60,000រឿងអីអញទិញមិនបានសប្បាយចិត្តដែរឃើញទេអញ្ចឹងសប្បាយមិនសប្បាយមួយឡានគេទេសប្បាយមួយលុយយើងមានដែរយ៉ាងណាមិញការរលឹកទេវតាគឺរលឹកឃើញថាគេបានស្អីបានទៅកើតទេវតាថាមានបុណ្យចាបុណ្យហ្នឹងអញមានអត់ថាអញកំពុងធ្វើអីតើសប្បាយចិត្តរឿងដែលយើងធ្វើបុណ្យនេះទេរឿងរបស់ទេវតានៅតែទេវតាជួយយើងអត់បានទេឃើញទេតរឿងសុភពុទ្ធខិតថៃនឹងតិចថាគាត់លបងមើលថាណែបរោះទូរគត់កំសត់អត់ទីពឹងបានតែឯងនិយាយតែពាក្យ3ម៉ាត់ពុទ្ធោនពុទ្ធោធម្មោនធម្មោសង្ឃោនសង្ឃោពុទ្ធនឹងមិនមែនពុទ្ធទេពធនឹងក៏คล้ายដែរប្រសងក៏គ្មានគុណអីដែរណែនិយាយតែប៉ុណ្្នឹងតែឯងចង់បានអីចង់ជាពីជំងឺចង់ខ្លាយជាអ្នកមានឬក៏ចង់ធ្វើមន្ត្រីយើងឲ្យបានទាំងអស់ឲ្យតែថាប៉ុណ្្នឹងនឹងក៏ថាមិនឲ្យសកៈវិញទេអន្តពាលោសៈណែជន់ពីលអពេហិថោចេញដេញសកៈចេញភ្លើមកនិយាយអីចឹងអ្នកប្រាជ្ញទាំងឡាយមានព្រះបច្ចេកពុទ្ធនិងព្រះសម្មាសម្ពុទ្ធជាដើមមិនដែលនិយាយថាអ្នកដែលមានអរិយទ្រព្យជាអ្នកក្រទេសទ្ធាតនៈសីលតនៈចាកតនៈហិរិតនៈអតបតនៈចាកតនៈនិងបញ្ញាតនៈអ្នកណាដែលមានអរិយទ្រព្យយ៉ាងនេះអ្នកប្រាជ្ញទាំងឡាយមានព្រះសម្មាសម្ពុទ្ធនិងព្រះបច្ចេកពុទ្ធជាដើមមិនតែដៀលថាក្រទេអ្នកដែលក្រគឺក្រអរិយទ្រព្យតែអរិយទ្រព្យយើងមានអស់ហើយថយចេញទៅអ្នកកុំគិតថាចង់ឲ្យអីឲ្យយើងសូម្បីតែសិទ្ធអ្នកមកនិយាយជាមួយយើងក៏មិនតាន់មានដែរថាឲ្យប៉ុណ្្នឹងចឹងចង់ញាតិញោមបើសិនមិនបាច់ធ្វើប្រអិនទេអ្នកតាមកបញ្យល់សពថាឲ្យតែជេរពុទ្ធមួយម៉ាត់ទៅឲ្យផ្ទះថ្មមួយជេរហ៎ប្រហែលចាំឧត្តមាំងកេនក្រោយ
នឹងនឹងចឹងហើយបានសកទេវរាជមិនអាចត្រឹមត្រូវមួយគាត់បានហួសទៅជួបព្រះអង្គមុននេះអស្ចារ្យណាស់ព្រះអង្គទៅក្រាបទូលព្រះអង្គចឹងថាអស្ចារ្យណាស់ខ្ញុំព្រះអង្គបានលើកបកគលសម្បត្តិយ៉ាងនេះឲ្យប៉ុន្តែគាត់មិនព្រមថាបានព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាបបិទ្ធមហារាជកុំថាឡើយរិទ្ធអំណាចប្រហែលព្រះអង្គមួយអង្គហ្នឹងទោះបីជារិទ្ធពូកែប្រហែលព្រះអង្គនឹងច្រើនអង្គុយតម្រៀបគ្នាតាំងពីឋានមនុស្សដល់ឋានទេវតាឲ្យលបងគាត់គ្រប់រឿងទាំងអស់ក៏មិនអាចបង្វិលគាត់ឲ្យលប់បានដែរពីព្រោះគាត់ជាសោតាបណ្ណបុគ្គលក្នុងលោកនេះគ្មានស្អីថ្លៃស្មើនឹងសម្បត្តិនឹង